bằng canh cái đam nâng đom tuôn pha Olympic đấy cứ rú chiết đam mong 700 tân na ngay để mà trầm tại Olympic đó cứ nâng tụ ban rú chiết đam mong tại sao tại trong phơi có miền bắc bị sao dù chừng này quạt ở riêng bị mặt bạc quạt á mặt bạc quạt nó cứ miền bắc bị sao không ca thưa bằng canh cái đam nó cứ ở chiêng 30 chừng này phục mày bong bồn xong rồi tại bát tê đấy có quạt phơi thường quạt đại cứ ở miền tây kê tê hay có phèo bị thi sát không ca thưa đại bát tê đó cứ quạt phơi bằng ngày lụa bằng ngày mong cứ miền phò xa thiệt để xa tộc ấy tê vậy tới cứ sập bát không ca nhám mong hay chấm pua sạch bát tê bên cứ miền sạch chục hay chấm mồi nâng sạch đam quạt đặt cân và trâu khi này mọt tới vô với tới chấm hồi hay bát tê bà quạt nó cứ sập bát lỗ à bà tập sụpវិញគឺឡើងថ្លាហ្មងហើយឡើងជាតិហ្មងដោយសារតែគាត់ប្រើជាមួយនឹងសាច់មាន់បូកជាមួយនឹងឆ្អឹងស៊ុបគាត់មានវិធីសាស្ត្រក្នុងការធ្វើហើយរំងាស់យូរម៉ោងឲ្យផុយសាច់ល្អឲ្យវាចេញជាតិអីចឹងណាហើយអ្វីដែលសំខាន់ហ្នឹងគាត់ដាក់សជាមួយនឹងក្តាមសេះទៀតក្តាមសេះរបស់គាត់ហ្នឹងគឺគាត់យកຂະຫນាតលេខ1គឺស្រស់ៗថ្មីថ្មីរាល់ថ្ងៃហ្មងគឺគាត់កំងមកថ្មីថ្មីហ្មងគឺអត់មានយកក្តាមបកកឬក៏ក្តាមស្អុយអីយកមកធ្វើទេនិយាយទៅគឺមានទំនុកចិត្តក្នុងការញ៉ាំហ្មងហើយបើនិយាយពីរសជាតិវិញគឺពុកម៉ែបងប្អូនគឺអាចទៅសាកបានគឺដូចនឹងរសជាតិដើមហ្មងតម្លៃវិញគឺមានចាប់ពី 12000 15000 20000 30000តាមប្រភេទយើងកំងចឹងណាហើយបើសិនជាឈុតពិសេសរបស់គាត់នេះគឺមកឈុត 45000 មានគ្រប់មុខមានតាំងពីប៉ៅហឺ lobster ក្តាមសេះហើយប្រហិតប៉ាតេហ្នឹងគឺគាត់ដាក់ឲ្យហ្មងនិយាយទៅអាឈុតពិសេសគេហ្នឹងគឺច្រើនមែនតើញ៉ាំគ្នាដល់ទៅ2នាក់ហើយបើសិនជាអាឈុតញ៉ាំនេះគឺមកឈុត 30000 មានតាំងពីប៉ៅហឺផងជាមួយនឹង lobster ហើយមានផ្គាមានប៉ាតេឲ្យទៀតចឹងហើយចំពោះឈុត 12000 នេះវិញគឺមានដូចជាប៉ាតេសាច់ជ្រូកអីចឹងទៅហើយបើសិនជាបងអូនដែលគាត់ចង់ទៅសាកគឺអាចទៅសាកបានទីតាំងគាត់ដូចជានៅម្ដុំសាលាទួនហ្វានៅអូឡ িম্প ិកហ្នឹងឯងហើយកន្លែងគាត់ហ្នឹងគឺមិនមែនតែបាញ់កាញ់ក្តាមឯងមានតាំងពីនំកាក់ដុតមាធីរបស់គាត់ហ្នឹងគឺតំណងមែនតើមាន top pick jelly ឲ្យយើងជ្រើសរើសហើយ top pick jelly ហ្នឹងគឺតំណងខ្ជូតតំណងគួរឲ្យចង់ញ៉ាំហ្មងណាហើយកន្លែងគាត់ហ្នឹងក៏មានទទួលបង្រៀនដែរបើសិនជាបងអូនចង់រៀនធ្វើទឹកស៊ុបបាញ់កាញ់ក្តាមឬក៏ចង់ធ្វើអីដែលគាត់មានលក់នៅក្នុងហាងហ្នឹងគឺគាត់មានទទួលបង្រៀនដែរប្រម៉ូសិនគឺ 50% ពីឥឡូវដល់ចុងខែហ្នឹងហើយកន្លែងគាត់ហ្នឹងគឺទៅផ្សាយបាញ់កាញ់គឺបាញ់កាញ់ហ្មងមិនទៅផ្សាយបាញ់សងទេដូច្នេះសម្រាប់ពុកម៉ែបងប្អូនចង់ទៅញ៉ាំអីកន្លែងគាត់ហ្នឹងគឺអាចទៅរកទីតាំងគាត់បានហើយព័ត៌មានបន្ថែមជាមួយនឹងព័ត៌មានលម្អិតចាំបងអូនតែនៅក្នុង comment ហើយសម្រាប់បងប្អូនដែលគាត់ចង់កំងតាម Grab ឬក៏ចង់កំងតាម app អីហ្នឹងក៏គាត់មានដែរចំណែកឯក្នុង app Grab Food ហ្នឹងគឺមានឈ្មោះថា Hong Kong Mickey ចាហើយចំពោះទីតាំងរបស់គាត់ហ្នឹងគឺនៅម្ដុំ Olympic ហើយឈ្មោះហាងរបស់គាត់ហ្នឹងក៏មានឈ្មោះថា Hong Kong Mickey ដែរហើយវីដេអូបងអូនក៏មានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយអរគុណបាយបាយប្លែកទៀតហើយមកមុខនេះតុនដល់ចកាលាយជាមួយនឹងទឹកសោះថ្ងៃនេះមកធ្វើដលងពេញប៉ុងយើងញ៉ាំម្ដងមើលតោះឥឡូវយើងទៅមើលវិធីធ្វើទាំងអស់គ្នាអញ្ចឹងជាដំបូងយកដលងរបស់យើងទៅចំហុយហើយយើងយកវាមកសកត់លាយជាមួយនឹងម្សៅមីថែមអំបិលហើយយើងច្បល់ដលងជាមួយនឹងម្សៅមីយើងសັບចាំយើងមូរវាមកល្មមបានឲ្យទុកងាយស្រួលទៅពេលដែលយើងស្ងោរដាំទឹកឲ្យពុះយើងដាក់ស្ងោរវាប្រហែល5នាទីមើលទៅសាច់ដលងនឹងដែរគឺបានហើយបន្ទាប់ពីស្ងោរវាហើយយើងទុកវាម្ល៉េះយើងមកលាយទឹកសោះមានខ្ទឹមទេសល្ងដាក់គ្រឿងទេសរបស់យើងកូរចូលគ្នាមកហើយយើងយកវាទៅស្រោចជាមួយនឹងដលងដែលយើងបានស្ងោរហ្នឹងអូយចាប់ជាតិគ្នាហ្មងដលងហ្នឹងទុនឲ្យទឹកសោះរបស់យើងជូរហិលអូជាតិហ្មងហើយបងណាបានឃើញវីដេអូនេះកុំភ្លេចរៀនធ្វើតាមផងណាថ្ងៃហ្នឹងមានតែប៉ុណ្្នឹងទេបាយបាយ